High lip motor Here. Open sunshade Okay, sunshade opened. បងប្អូនទាំងអស់គ្នាអញ្ចឹងនេះគឺជា lip motor B10 ហើយនេះគឺជាប្រភេទឡានអគ្គិសនីមួយដែល design មក minimalist high tech ឯដែលសំខាន់ដូចបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងអានេះគឺជាប្រភេទ global spec ហើយឡានមួយនេះតម្លៃតែ 20000 ជាងទេក៏ប៉ុន្តែមានមុខងារជំនួយការបើកបររហូតដល់17ចំណុច អញ្ចឹងលៀប motor B10 នេះគឺជាប្រភេទឡាន SUV ដែលការ design របស់វានឹងគឺបែប minimalist and high tech ដូចដែលបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងលៀបអត់មានបាណាអីញ៉ៃញ៉ៃទេជាគៀងរបស់វានេះគឺប្រើជាមួយនឹង LED រាង slim 3កណាត់នេះអាហ្នឹងគេហៅថា Winstar LED ជាគៀងបំភ្លឺផ្លូវគឺនៅកន្លែងនេះគឺជាប្រភេទជាគៀងគុជហើយនៅខាងមុខនេះអត់មានអីញ៉ៃញ៉ៃច្រើនទេដោយបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងគឺគេទុកតែប្រឡោះមួយទេសម្រាប់ឲ្យខ្យល់នេះចូលទៅបញ្ចុះកម្ដៅអាគុយក៏ដូចជា motor នៅខាងក្នុងហើយមានកាងបន្តិចនេះជួយជះខ្យល់ដូចគ្នាអញ្ចឹងឲ្យតាក់ទងជាមួយនឹងយ៉ានរបស់លៀប motor B10 នេះយើងមើលទៅ mode រៀងប្លែកពីគេបន្តិចវាប្រើ mode បែប sport ហើយនេះគេហៅថាប្រភេទ lightweight straight wheel មានន័យថាស្រាលក៏ប៉ុន្តែធន់រឹងមាំដែលយ៉ាននេះបើតាមលៀបមកទៅគេបញ្ជាក់ថា design មកសម្រាប់ជួយទប់លំនឹងនៅពេលដែលឡាននេះបើកទៅផ្លូវកោងក៏ដូចជាបត់នៅលើផ្លូវកែងកញ្ចក់ទាំងសងខាងរបស់លៀប motor B10 នេះដែរនេះគឺជាប្រភេទកញ្ចក់ក្តោបហើយវាមានមុខងារកម្ដៅក៏ប៉ុន្តែវាក៏ប្រកបជាមួយនឹងមុខងារមួយទៀតដែរគឺវាមាន sensor សម្រាប់ scan ជាមួយនឹង NFC card នេះឃើញទេចឹងអានេះគឺនៅពេលដែលយើង scan នេះយើងអាច lock ឬមួយក៏ unlock ឡាននេះបានcool 20000ជាងក៏ប៉ុន្តែមានមុខងារទាំងអស់ហ្នឹងអត់គួរជឿកលឹះទ្វាររបស់វានេះអានេះគេហៅថាប្រភេទ hidden door handle មានន័យថាវាប្រកបខ្លួនចូលទៅខាងក្នុងហ្មងហើយយើងចុចវាចេះមួយមកវាប្រហែលចេញយើងអាច unlock ឡាននេះបានភាគច្រើនការ design បែបនេះគឺទៅលើឡានអគ្គិសនីហើយតួនាទីរបស់វាគឺជួយសម្រួលទៅលើ aerodynamic ដោយសារតែតួខ្លួនរបស់វាគឺរាបស្មើអញ្ចឹងនៅខាងក្រោយនេះមិនខុសអីពីខាងមុខទេជាគៀង LED របស់វានេះគឺជាប្រភេទ Winstar LED ដូចគ្នាអានេះវាមានកណាត់រៀង slim ហើយតភ្ជាប់គ្នាមកយើងមើលទៅដូចអូកាត់មួយខ្សែពេញអញ្ចឹងតាក់ទងជាមួយនឹងក្លុបក្រោយនេះដែរកន្លែងដែលបើកទ្វារនៅខាងក្រោយប្រយ័ត្នរត់ឃើញនេះនៅក្រៅហ្នឹងហ្មងចុចអាហ្នឹងមួយមកក្លុបខាងក្រោយរបស់វាហ្នឹងអាហ្នឹងគឺជាប្រភេទក្លុបអេឡិចត្រូនិកយើងចុចប៊ូតុងទៅវាលើកបិទបើកបានហើយក្លុបនៅខាងក្រោយនេះដែរតលាយគួរសមយើងអាចដាក់វ៉ាលី size L បានហើយនៅខាងក្រោមនេះជាទូទៅគឺជាកន្លែងដែលយើងដាក់គ្រឿង accessory របស់វាឬមួយក៏អាចដាក់អីវ៉ាន់ក៏បានដែរមានឆ្នាំងសាកមានអីហ្នឹងគេយកមកដាក់នៅខាងក្រោមហ្នឹងទៅលើការសាកអគុយរបស់វាមាន3ជម្រើសទី1យើងមានឆ្នាំងសាកចល័ត AC យើងអាចសាកនៅប្រឡោះនេះបានកម្លាំងរបស់វា3 kW អាហ្នឹងយកទៅសាកណាក៏បានដែរមួយទៀតគឺឆ្នាំងសាកនៅផ្ទះ AC ដែរក៏ប៉ុន្តែ11 kW បើគិតទៅសាកមកពេញលឿនគួរសមដែរប្រហែលជាខ្ទង់3ម៉ោងអីទេហើយអានេះគឺជាប្រឡោះសម្រាប់សាក DC អាចទទួលកម្លាំងសាកបានរហូតដល់160 kW បើគិតពីសាកពី 20% ដល់ 80% ទៅចំណាយពេលប្រមាណជា20នាទីទេអញ្ចឹងតាក់ទងជាមួយនឹងកម្លាំង motor ឡាននេះគឺប្រើជាមួយនឹង motor ដែលផលិតកម្លាំងបាន160 kW គិតទៅគឺ214 HP ជាមួយនឹងកម្លាំងរមួល240 Nm ហើយ motor របស់វានេះគឺប្រើជាមួយនឹង motor ក្រោយ RWD drive បានណាឡាននេះហើយតាក់ទងជាមួយនឹងអគុយរបស់វាបើសិនយើងសាកមកពេញរ៉ាង CLTC គឺយើងអាចជិះបានប្រមាណជា600 km អត្ថប្រយោជន៍របស់ Leap Motor B10 គឺអាខាងមុខនេះអាចដឹកគ្រឿងសមុទ្របានបងប្អូនទាំងអស់គ្នាអ្នកចង់ដឹកគ្រឿងសមុទ្រភាគច្រើនក៏ដាក់ក្នុងឡាននេះខ្លាចធំក្លិនអញ្ចឹងយកមកដាក់ខាងមុខនេះបានប្រឡោះនេះបើទោះបីជាវាមិនធំដូចក្លុបខាងក្រោយប៉ុន្តែវានៅតែមានអត្ថប្រយោជន៍អាចឲ្យយើងដាក់អីវ៉ាន់នៅខាងមុខនេះបានគ្រឿង accessory គ្រឿងជួសជុលអីយកមកដាក់នៅនឹងបានជាពិសេសគឺគ្រឿងសមុទ្រនឹងតែម្ដងផ្នែកខាងក្នុងរបស់ Leap Motor B10 នេះដូចបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹង minimalist and high tech ចូលមកអត់មានអីញ៉ៃច្រើនទេ clean លាតក៏ប៉ុន្តែមើលទៅវាទាន់សម័យហើយឡានជាទូទៅនៅពេលដែលយើងចូលមកដល់ខាងក្នុងគឺយើងចាប់អារម្មណ៍ជាមួយនឹងអានេះអេក្រង់នេះក៏ប៉ុន្តែសម្រាប់ Leap Motor B10 នៅពេលដែលចូលមកខ្ញុំចាប់អារម្មណ៍ជាមួយនឹង smart design នៅខាងក្នុងដូចជាស្ដែងតាក់ទងជាមួយនឹងកន្លែងដាក់ដបទឹកនេះបើសិនយើងត្រូវការវាយើងទាញវាទម្លាក់មកតែបើយើងអត់ត្រូវការវាទេយើងត្រូវការ space ដាក់អីវ៉ាន់យើងបត់វាឡើងលើវិញហើយកន្លែងដាក់ smartphone គេយកមកដាក់នៅខាងលើនេះដាច់ដល់ like អញ្ចឹងដោយសារ Leap Motor B10 នេះបើសិនចូលមកគឺរោមប៊ូតុងអត់ឃើញទេមុខងារទាំងអស់ត្រូវបានយកមកញាត់ចូលទៅក្នុងអេក្រង់ 14.6 នេះអេក្រង់នេះគឺវាដំណើរការដោយប្រទេស chip Snapdragon អញ្ចឹងវាធ្វើឲ្យអេក្រង់នេះ smooth ដើរលឿនដូច tablet អញ្ចឹងការបញ្ជារបស់វាទី1ទៅលើឡាននេះគឺយើងអាចចុចបញ្ជាបានទៅលើដំបូលលើកញ្ចក់សងខាងកញ្ចក់ក្តោបអីហ្នឹង
ក្លុបក្រោយហ្នឹងយើងចុចបញ្ជានៅលើហ្នឹងហ្មងនេះវាមានកលៈរបស់វាមួយចំណុចហ្នឹងយើងចុចទៅអញ្ចឹងអេក្រង់ 14.6 នេះវាមាន app មួយដែលឲ្យយើងមើល YouTube បានដែរណាចូលកន្លែង link ហ្នឹងមកអញ្ចឹងអានេះគឺ web browser ដែលយើងអាច connect ទៅ YouTube បានអញ្ចឹងចង់ play អីនេះដាក់មកដូចតា tablet ដូចតែអីរបស់យើងធម្មតាអញ្ចឹងណាក្រៅពី YouTube នៅក្នុងនេះក៏មាន app មួយចំនួនដែរ app នេះដូច tablet អញ្ចឹងមាន Spotify មាន TikTok ណាដាក់មកអញ្ចឹងបើសិនជាយើងចាក់ចម្រៀងណាLAN នេះគឺវាមាន speaker រហូតទៅដល់12គ្រាប់អេក្រង់នេះដែរក៏វាភ្ជាប់មកជាមួយនឹងមុខងារ navigation ដែរអញ្ចឹងអានេះគឺជា map offline ដែលអត់ចាំបាច់ត្រូវការ internet ហ្មងយើងអាច free download វាទុកបានអញ្ចឹងនៅក្នុងនេះយើងអាចមើលបានថាតើផ្លូវហ្នឹងនៅជុំវិញយើងហ្នឹងមានផ្លូវអីខ្លះវាចាប់បានផ្លូវធំអាផ្លូវកន្លុកកលៀតខ្វាត់ខ្វែងពេកក៏វាចាប់អត់បានដែរប៉ុន្តែផ្លូវធំនៅក្នុងបរិយាហ្នឹងគឺយើងអាចមើលបានធម្មតា map នេះដែរក៏ភ្ជាប់មកជាមួយនឹង charging station យើងអាច search មើលបានថាតើកន្លែងសាកអគុយនៅណាខ្លះអានេះគឺ map នៅស្រុកយើង charging station នៅស្រុកយើងហ្មងណាអញ្ចឹងយើងចង់ដឹងថានៅចិត្តយើងហ្នឹងមានកន្លែងណាអាចសាកអគុយបានចុចតែកន្លែង charging station ហ្នឹងនេះឃើញទេមុខងារ2ចុងក្រោយដែលភ្ជាប់មកជាមួយគ្នាទី1គឺកាមេរ៉ា Super Degree ដែលយើងអាចមើលមកជុំឡានបានមាន 2D មាន 3D ដែលយើងចាប់ប្រវល់មើលមកជុំឡានចេះបានហើយឡាននេះក៏ភ្ជាប់មកជាមួយនឹងមុខងារ driving record ដែរអានេះយើងគ្រាន់តែត្រូវការដោតតែ memory ចូលទៅវាអាចចុច record បានហើយជុំវិញឡានហ្នឹងគឺមាន4ទិសដែលយើងអាច record បានអត់ចាំបាច់ត្រូវការតឡើងកាមេរ៉ានៅខាងក្រៅទេទៅលើការបញ្ជាទូទៅគឺយើងប្រើនៅលើអេក្រង់ហ្នឹងដូចគ្នាដែរដូចម៉ាស៊ីនត្រជាក់យើងចុចមកយើងសេរីកង្ហាសេរីកម្រិតសីតុណ្ហភាពនៅនឹងបានហើយតាក់ទងជាមួយនឹងកៅអីរបស់វាយើងចុចសញ្ញាកៅអីនេះក៏បានឬមួយក៏ចុចនៅកន្លែង sit នេះក៏បានដែរអញ្ចឹងអានេះវាមានមុខងារក្តៅត្រជាក់យើងអាចចុចបញ្ជាបានទាំងសងខាងហ្មងព័ត៌មានបន្ថែមមួយចំនួនទៀតនៅលើអេក្រង់នេះដែលភាគច្រើនម្ចាស់ឡានត្រូវការហ្នឹងគឺតាក់ទងជាមួយនឹងសម្ពាធកង់អានេះគឺវា display ជាប់នៅលើហ្នឹងហ្មងនេះកន្លែងនេះអញ្ចឹងចំណុចតាក់ទាញរបស់ cabin lift motor B10 នេះគឺទៅលើ ambient light ដែលវា design មកមានដាក់ពណ៌នៅលើអាស៊ុមម៉ាស៊ីនត្រជាក់នេះអញ្ចឹងតាក់ទងជាមួយនឹង ambient light នេះដែរគឺយើងអាចដូរពណ៌វាបាននៅលើអេក្រង់ touch នេះយើងចង់ដាក់ឲ្យវាពណ៌តែមួយពណ៌ក៏បានឬមួយក៏យើងចង់ដាក់ multi color អញ្ចឹងអានេះគឺជាមួយផ្នែកដែលជួយលម្អនៅខាងក្នុងក៏ប៉ុន្តែបើសិនយើងអត់ត្រូវការភ្លើង ambient light ទេយើងចង់បានពន្លឺធម្មជាតិយើងអាចបើកដំបូលនៅខាងលើនេះបានហើយតាក់ទងជាមួយនឹងមុខងារសំខាន់នៅខាងក្នុងនេះដែរគឺយើងអាចបញ្ជាបានជាមួយនឹងអេក្រង់ឬមួយក៏អត់ចាំបាច់ប្រើអេក្រង់ក៏បានដែរដោយគ្រាន់តែប្រើសំឡេងបញ្ជាជាភាសាអង់គ្លេស High lift motor Here. close sunshade Okay, sunshade closed. អានេះគឺ response លឿនខ្លាំងមែនតើយើងគ្រាន់តែនិយាយតែមួយម៉ាត់ចឹងទៅគឺវាដំណើរការមុខងារនឹងឲ្យយើងហើយអញ្ចឹងបើកវងកញ្ចក់បន្តិចតាក់ទងជាមួយនឹងកៅអីរបស់ Lift Motor B10 នៅខាងមុខនេះដែរគឺវាមានប៊ូតុង electronic ទាំងសងខាងអ្នកបើកបរយើងអាចសេរីបាន6របៀបហើយខាងអ្នកដំណើរគឺយើងអាចសេរីបាន4របៀបហើយងាកមកផ្នែកខាងមុខខ្ញុំនេះដែរគឺវាមានកុងទ័រ digital តូចមួយដែរខាងមុខនេះគឺវាបង្ហាញព័ត៌មានតាក់ទងជាមួយនឹង rank ថាតើយើងនៅសល់អាគុយអាចជីកបានប្រហែលគីឡូម៉ែត្រទៀតបង្ហាញសញ្ញាគ្រោះថ្នាក់ហើយនឹងមុខងារចាប់សញ្ញាចរាចរណ៍អញ្ចឹងវាចាប់បានផ្លាក limit ល្បឿនប្រហែលគឺវាបង្ហាញនៅខាងក្នុងអេក្រង់នឹងផ្ទាល់តែម្ដងអញ្ចឹងនៅផ្នែកខាងក្រោយដូចបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងតួនៅខាងក្រៅរបស់វាហ្នឹងมันជាវែងអីហ្មងទេប៉ុន្តែបើសិនចូលមកខាងក្នុងវាសល់ប្រឡោះដាក់ជើងបានមកគួរសមដែរអញ្ចឹងមកល្មមសម្រាប់ការប្រើជាលក្ខណៈគ្រួសារហើយតាក់ទងជាមួយនៅផ្នែកខាងក្រោយនេះមានរុនម៉ាស៊ីនត្រជាក់ដែរ comfort សម្រាប់អ្នកខាងក្រោយអូនកន្លែងសាកថ្ម USB-C USB-A ខាងមុខក៏មានខាងក្រោយក៏មានហើយមានកន្លែងដាក់អីវ៉ាន់តូចមួយដែរកន្លែងនេះកន្លែងដាក់ដៃក៏ដូចជាដាក់ដបទឹកកែវទឹកអីអញ្ចឹងណាអត់ប្រើវាទេយើងលើកវាឡើងលើមកអញ្ចឹងវាមកល្មមសម្រាប់ការប្រើជាលក្ខណៈគ្រួសារហើយដំបូលកញ្ចក់ខាងលើរបស់វានេះលាតមកដល់ខាងក្រៅដោយសារតែទំហំរបស់វាហ្នឹងគឺរហូតដល់ 1.8 ម៉ែត្រការ៉េនៅក្នុងតម្លៃត្រឹមតែ 20000 ជាងទេក៏ប៉ុន្តែ Lift Motor B10 នេះមានមុខងារជំនួយការបើកបររហូតដល់17ចំណុចហើយមានចំណុចទូចៗដែលយើងអាច setting បានទៀតតាក់ទងជាមួយនឹងការបើកបរបើនិយាយពី driving mode អត់មានដាក់ driving mode ទេតែគឺគេប្រើជាមួយ acceleration mode ជំនួសវិញការពិតវាដូចតែគ្នាទេយើងអាចសេរីបានវាមាន comfort វាមាន standard ជាមួយនឹង sport ហើយជាមួយពេលដាក់ sport មាន sound effect ឮសលេងដូចឡានប្រើសាំងដែរអានេះពេលដាក់ sport ទៅអូស្ទូឲ្យញូចតា gear បន្តិចក៏វាមានអារម្មណ៍ថានឹងជន់ទៅគឺហើបក្បាលយកហ្មងតាក់ទងជាមួយនឹងចង្កូតរបស់ Lift Motor B10 នេះដែរគឺយើងអាចសេរីកម្រិតតឹងធូររបស់វាបាន3កម្រិតដែរវាមាន comfort វាមាន standard ជាមួយនឹង sport អញ្ចឹងទៅលើមុខងារជំនួយទៅលើការបើកបរវិញយើងឃើញថាធំបំផុតហ្នឹងគឺតាក់ទងជាមួយនឹង Adaptive Cruise Control របៀបប្រើ Adaptive Cruise Control គឺងាយស្រួលមែនតើដោយសារតែជ
ចកលេខរបស់វានេះគឺនៅកន្លែងនេះក្រោយចកូតអញ្ចឹងនៅពេលដែលយើងជិះយើងគ្រាន់ទាញវាចុះក្រោមមួយមកវាចូល cruise control ហើយអញ្ចឹងមុខងារមួយហ្នឹងក៏ដំណើរការជាមួយនឹងមុខងារ lane centering ដែលជួយសេរីចកូតឡានរបស់យើងឲ្យហត់ចំកណ្ដាលគីឡូហើយរក្សាគម្លាតពីឡានខាងមុខបន្ថែមថយល្បឿនទៅតាមឡានខាងមុខដែរមួយទៀតមុខងារ lane centering ហ្នឹងមិនបាច់ចាំបាច់តតែយើងបើក adaptive cruise control ឯងធម្មតាក៏យើងអាចដំណើរការមុខងារ lane centering ដើម្បីឲ្យឡានជូនដំណឹងនៅពេលដែលឡានរបស់យើងបើកចេញក្រៅគីឡូក៏ដូចជាទាញចកូតឲ្យឡានហត់ចំកណ្ដាលគីឡូបានដូចគ្នាក្រៅពីហ្នឹងដែរវាក៏មានមុខងារជូនដំណឹងនៅពេលដែលមានឧបសគ្គនៅខាងមុខក៏ដូចជាជាន់ហ្វ្រាំងអាសន្នអូតូម៉ាទិកហ្មងហើយនៅពេលដែលយើងថយឡានចេញពីចំណតវាក៏មានមុខងារ rear cross traffic alert ដែលជូនដំណឹងនៅពេលដែលមានឡានផ្សេងទៀតបើកឆ្លងកាត់ហើយក៏មានមុខងារជាន់ហ្វ្រាំងអូតូម៉ាទិកដែរបើសិនជាឡានហ្នឹងវាគៀកចិត្តប៉ះគ្នានៅលើកញ្ចក់សងខាងរបស់ Leap Motor B10 វាមានបន្លាញ Sport Monitor អញ្ចឹងនៅពេលដែលមានគេវ៉ាចេញវា load alert ឲ្យយើងបានដឹងក្រៅតែពីហ្នឹងដែរវាក៏មានមុខងារជំនួយទៅលើការបើកបរច្រើនទៀតឧទាហរណ៍ដូចជាមុខងារចាប់សញ្ញាចរាចរណ៍មុខងារចាប់ល្បឿនកំណត់នៅតាមផ្លូវអញ្ចឹងវា alert នៅក្នុងនេះដូចអានេះដាក់30 60អីអញ្ចឹងយើងមើលដឹងហើយវាមានមុខងារ auto hold ក៏ដូចជាប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតដែលបងប្អូនទាំងអស់គ្នាអាចចូលមកបិទបើកបាននៅក្នុង setting នៃកន្លែង driver assistant ក៏ដូចជា active safetyបងប្អូនទាំងគ្នាគួរបញ្ជាក់ថា Leap Motor B10 ដែលខ្ញុំយកមក review ថ្ងៃហ្នឹងអានេះគឺជាប្រភេទ global spec អញ្ចឹងហើយបានជាការប្រើប្រាស់របស់វាមានភាសាអង់គ្លេស response យើងលឿនខ្លាំងមែនតើអញ្ចឹងសម្រាប់ Leap Motor B10 នេះដែរតម្លៃរបស់វាតែ 20000 ជាងទេឡាននេះក៏មានការធានាទៅលើអាគុយក៏ដូចជា motor រយៈពេល5ឆ្នាំហើយបងប្អូនទាំងអស់គ្នាអាចមកមើលបានដោយសារតែមានឡាន demo ឲ្យបងប្អូនទាំងអស់គ្នាអាចតេស្តបាននៅ showroom របស់ Leap Motor KX អញ្ចឹងលេខទូរស័ព្ទក៏ដូចជា contact ខ្ញុំដាក់នៅខាងលើអេក្រង់នឹងអាចតាក់ទងបានអរគុណជួបគ្នានៅក្នុងវីដេអូក្រោយទៀតជម្រាបលាបាយបាយ